លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកម្មវិធីនេះរៀបចំឡើងដោយគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្នុងវត្ថុបំណងឈានទៅដល់ការកាត់បន្ថយអំណាចរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋមានអំណាចដោយប្រើយន្តការ8ចំណុចជាគន្លឹះដើម្បីសម្រេចវត្ថុបំណងនេះកម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតាមចេញពីការផ្លាស់ប្ដូរផ្នត់គំនិតប្រជាពលរដ្ឋទៅលើគោលធំៗចំនួន3គឺការយល់ដឹងអំពីប្រជាធិបតេយ្យកិច្ចប្រតិបត្តិព្រះធម៌និងសិលធម៌សង្គមកម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានផ្សាយតាមរយៈវិទ្យុសំបុកឃុំសម្លេងប្រជាពលរដ្ឋ FM 105 MHz ផ្សាយចេញពីរាជធានីភ្នំពេញដែលផ្សាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង2ដល់ម៉ោង3រសៀលនិងមានកម្មវិធីផ្សាយផ្ទាល់ដោយផ្ដល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋចុចទូរស័ព្ទចូលបញ្ចេញមតិយោបល់ឬចោទសួរដេញដោលទៅកាន់វាគ្មិននៅក្នុងកម្មវិធីនេះអញ្ចឹងឆ្លើយនឹងសំណួររបស់ចាន់លីថាពួកយើងគ្មានបទពិសោធន៍កាន់ការងារប្រទេសជាតិអូនឯងត្រូវតបទៅគេវិញថាបើចាំអ្នកមានបទពិសោធន៍ណាមានតែគណៈបកប្រជាជនមួយទេហើយអ្នកថ្មីកូនខ្មែរដោយពិភពលោកឯណាក៏ដោយមិនបាច់កាន់ការងារប្រទេសជាតិទេហើយចង់កាន់ធ្វើប្រធានាធិបតីហើយធ្លាប់ធ្វើប្រធានាធិបតីនៅហើយធ្លាប់ធ្វើតែរដ្ឋមន្ត្រីតាឥឡូវទៅធ្វើរដ្ឋមន្ត្រីវិញទៅហើយដល់ពេលអាណាចង់ទៅធ្វើរដ្ឋមន្ត្រីហើយពីមុនមកធ្វើរដ្ឋមន្ត្រីនៅបើឯងមិនទាន់ធ្វើរដ្ឋមន្ត្រីហើយធ្វើតែកូនសិស្សសាលាតាហើយធ្វើកូនសិស្សសាលាហ្នឹងហើយអញ្ចឹងអារដ្ឋមន្ត្រីក៏គ្មានតើតែដំបងដៃវាអត់មានសិនបានវាចេញទៅវាទៅជាមានបទពិសោធន៍កើតវាអត់សិនប៉ុន្តែសំខាន់ការវិភាគរបស់ក្រុមហ្នឹងវាត្រឹមត្រូវអត់មនុស្សខ្លះគាត់និយាយថាម៉េចហ៎ដល់ពេលគាត់ចាញ់ការបកស្រាយរបស់យើងណាដល់យើងបកស្រាយទៅវាសុះដីដូចអំបរះយើងណាដាក់មកភឹបទៅ1ហិកតារកកន្លែងណាដែលអត់មានត្រូវគ្រាប់យើងអត់បានវាខ្ទេចម៉ត់អត់ទៅណាដល់យើងជុំខ្ទេចមែនតើគាត់និយាយថាម៉េចអើវាបានតែនិយាយហ្នឹងដឹងវាធ្វើកើតទេអត់អាណាទៅទុកចិត្តវាស្ដាប់យូរទៅអាណាក៏ដោយអាណាដែរអាហ្នឹងចាញ់ទៅគាត់វិញបងប្អូនណាសម្រាប់ខ្លួនខ្ញុំផ្ទាល់ណាបើអ្នកឯងអង្គុយស្ងៀមអាហ្នឹងមិនដឹងទេប៉ុន្តែបើឲ្យនិយាយឲ្យតែអ្នកឯងហ៊ាននិយាយ2ម៉ោងជាប់គ្នាតែ2ម៉ោងជាប់គ្នាដួងចិត្តរបស់អ្នកឯងក៏ខ្ញុំស្គាល់សមត្ថភាពនៃការយល់ដឹងរបស់អ្នកឯងក៏ខ្ញុំស្គាល់តានីហ្មងមានន័យថាម៉េចមានន័យថាក្បាលខ្ញុំនៅប្រើការកើតណាក្បាលខ្ញុំមួយនេះនៅប្រើការកើតឲ្យចំមីងឯងស្ដាប់ប្រហែលឆ្នាំហើយមិនដឹងជាអាណាទេវាបានតែនិយាយមិនមិនតែដឹងចិត្តវាមីងឯងអត់ខ្លាំងចិត្តគេដឹងណាមានន័យថាក្បាលមីងឯងនឹងប្រើការលែងកើតហើយទៅពេទ្យឈួតទៅពេទ្យឈួតហីមើងងាយគេណាឲ្យតែគេមិនគ្រប់ត្រសដេញគេទៅពេទ្យឈួតទេបំណងល្អតើឃើញលោននៅទាន់ពេលខ្ញុំនិយាយមែនតើណាឥឡូវនេះឃើញលោនទៅទាន់ពេលតិចទុកយូរតិចទៀតមើលវាមិនទាន់ខ្ញុំដេញទៅពេទ្យហ្នឹងខ្ញុំដេញបំណងល្អតើស៊ីធន់ហ្នឹងពីព្រោះយើងស្គាល់កន្លែងរបស់អ្នកឯងច្បាស់ណាស់ចង់កាច់មួលយើងកាច់វាអត់បានព្រោះប្រជាប្រដ្ឋស្ដាប់ទៅលើទីភ្លឺវាជុំឡើងខ្ទេចដីអត់ហើយដល់ពេលអញ្ចឹងមានអាពាក្យមួយថាវាបានតែនិយាយមិនដឹងក្នុងចិត្តវាយ៉ាងម៉េចយើងទៅមើលចិត្តគេឃើញហ៎ស្មាទោសបើខ្ញុំវិញតែ2ម៉ោងឯងអត់តែនិយាយបើម៉ោងអង្គុយឲ្យញឹមតែរហូតអត់ដឹងឯងមិនដឹងធ្វើម៉េចទេវើយយល់វាអត់បានប៉ុន្តែបើនិយាយឲ្យចប់បើយើងខ្ញុំ1000ម៉ោងជាងហើយជាង1000ម៉ោងហើយទាំងកម្មវិធីផ្សាយបន្តផ្ទាល់ទាំងវេទិកាសាធារណៈសរុបជាង1000ម៉ោងហើយស្ដាប់ជាង1000ម៉ោងហើយមិនដឹងដួងចិត្តរបស់បុគ្គលនឹងយ៉ាងម៉េចមិនដឹងថាទស្សនវិស័យរបស់បុគ្គលនឹងយ៉ាងម៉េចមានន័យថាក្បាលហ្នឹងប្រើការលែងកើតជាង1000ម៉ោងហើយនៅកាត់លេងបានសម្រាប់ខ្ញុំខ្ញុំតាមមនុស្សនិយាយតែ2ម៉ោងឲ្យតែអ្នកឯងនិយាយជាប់មកខ្ញុំមិនបាច់សួរទេនិយាយតែម្នាក់ឯងហ្នឹងទៅនិយាយវេទិកានិយាយតែម្នាក់ឯងហ្នឹងទៅខ្ញុំស្ទង់គ្មានឲ្យខុសទេស្មាទោសមានឲ្យខុសទេដឹងពីទឹកចិត្តរបស់បុគ្គលនេះនៅកន្លែងច្រើនអញច្រើនណាបុគ្គលនេះនិយាយគ្មានទស្សនវិស័យអីទេស្ដាប់យល់តែហ្មងមានន័យថាម៉េចបងប្អូនមានន័យថាក្បាលយើងនៅប្រើការកើតហើយគាត់អត់បន្ទោសក្បាលគាត់ចង់មកបន្ទោសយើងងាប់អាកឡោតចឹងស្គាល់អស់អាលីងហើយងាប់ហើយធ្លាប់ប្រតិកម្មជាមួយមនុស្សរបៀបហ្នឹងស្ទាត់ណាគាត់តែកលេចឃើញមកដឹងកឡោតអ្នកឯងទៅណាកាត់កឡោតអត់ឲ្យខុសទេយកមកច្រាប់ដាក់លើជ្រុញកាត់ម៉ាត់ទៅណាទៅមិនរួចទេងាប់ហើយស្គាល់ហើយបងប្អូនស្គាល់ហ្មងគាត់ថាហាមកដឹងថាក្រុមនេះមកពីណា
ចង់ធ្វើអីដើម្បីកាច់មួលឬយ៉ាងម៉េចបន្ទាប់មកទៀតអូនមួយធ្វើការកត់សម្គាល់ចាន់លីធ្វើការកត់សម្គាល់ពេលអូននិយាយស្មាតទៅបងព្រឺរោមមែនទេនិយាយថាការកត់សម្គាល់របស់សហរដ្ឋឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគាត់និយាយថាប្រទេសខ្មែរដូចកំពុងតែដេកលក់អញ្ចឹងប៉ុន្តែបើសិនជាអ្នកងើបឡើងសហរដ្ឋអាមេរិកនឹងសហការជាមួយអ្នកយ៉ាងពេញទំហឹងប៉ុន្តែការធ្វើឲ្យប្រជាប្រដ្ឋភ្ញាក់នេះតើពីណាអ្នកធ្វើបើសិនជាអ្នកភ្ញាក់ឡើងសហរដ្ឋអាមេរិកនឹងសហការជាមួយអ្នកយ៉ាងពេញទំហឹងខ្ញុំស្ដាយបងប្អូនខ្ញុំស្ដាយនិយាយទៅនិយាយវាអត់កើតសហរដ្ឋអាមេរិកចង់ចាប់ប្រទេសយើងយូរហើយប៉ុន្តែអត់ឈ្នះតារបស់យើងម៉ាក់គីភ្លុកវាចាញ់ចិត្តវាចាញ់ចេះហ្មងណាពួកយើងទៅតែខាងក្នុងវាចាញ់ចេះហ្មងណាបងប្អូនវាចង់ចាប់ស្រុកយើងយូរហើយវាចាញ់សង្គ្រាមយ៉ាងអាម៉ាស់នៅឥណ្ឌូចិនដោយសាររឿងនងយើងនិយាយវាអត់ចេញដល់ពេលវាឃើញអញ្ចឹងបងប្អូនសំបីតែក្នុងចិត្តរបស់វាគិតយ៉ាងម៉េចក៏វាអត់ហ៊ាននិយាយការពិតចេញមកក្រៅពួកអីពួកវាខ្លាចប្រជាប្រដ្ឋវាយវាខ្លាចប្រជាប្រដ្ឋមានប្រតិកម្មទៀតដឹងវាចាញ់សង្គ្រាមនៅឥណ្ឌូចិនដោយសារពីណាវាមិនក្តៅលាក់យិកងលាក់អីអញញ៉ៃងាប់ដល់វាចាញ់សង្គ្រាមខ្មាស់គេណាឈឺចាប់ណាដោយសារអីដោយសាររឿងយិកងយិអីហ្នឹងប៉ុន្តែបាត់ដល់ឥឡូវវាសឹកតែជូនពោជូនអីល្អណាស់អីប៉ុន្តែក្នុងចិត្តរបស់វារឿងផ្សេងហេតុអីបានវាធ្វើអញ្ចឹងពួកវាដឹងថាប្រជាប្រដ្ឋខ្មែរគាត់ស្រឡាញ់ម្នាក់នឹងដល់អញ្ចឹងវានិយាយអត់កើតវាលងលក់យូរហើយបើអ្នកញាក់ឡើងយើងនឹងសហការជាមួយអ្នកដែលលក់ជាងគេគឺលក់រឿងអីបងប្អូនខ្មែរយើងលក់រឿងអីលក់រឿងជំនឿគាត់តែមួយហ្នឹងចេញមកគឺចប់សពគ្រប់បងប្រទេសខ្មែរយើងគឺមានការអភិវឌ្ឍលងក្នុងជំនឿបាត់ដីអដីធំមកនៅជាដីតូចហ្នឹងក៏ដោយសារជំនឿហ្នឹងអដីតូចប៉ុណ្ណឹងហើយក្រលហែមលហាមរកអីស៊ីមិនបានក៏តែរឿងជំនឿហ្នឹងដែលហៅថាជំនឿមានន័យថាផ្អែកទៅលើកត្តាខាងក្រៅដើម្បីសម្រេចចិត្តទទួលយកដែលហៅថាជំនឿមិនជឿកាពីទេជឿព្រះបើមិនជឿព្រះទេជឿគេកូនស្ដេចបើមិនជឿគេកូនស្ដេចទេជឿគេមានបទពិសោធន៍នយោបាយធំហើយបើគេមិនធំអញ្ចឹងទេមិនមានបរទេសគ្រប់គ្រងទេណាគាត់ផ្អែកទៅលើតែអញ្ចឹងគាត់អត់ផ្អែកទៅលើខួរក្បាលរបស់គាត់ពិចារណាថាទេកូនស្ដេចហើយនឹងមនុស្សយើងធម្មតាក្រែងដូចតែគ្នាទេហើយកូនស្ដេចមានប៉ុន្មាននាក់4 10នាក់រើសក្នុងចំណោម4 10នាក់មានអីច្រើនឲ្យចុះបើយើងរើសក្នុងចំណោមមនុស្សរាប់លាននាក់ក្នុងប្រទេសខ្មែរកូនខ្មែរយើងរើសមកវាអន់ជាងអារើសក្នុងចំណោម4 10នាក់បើគាត់ចេះពិចារណាអញ្ចឹងទៅរួចបាត់ហើយអត់ទេបងប្អូនខ្ញុំកោតទេអាចុងក្រោយនឹងបានម្នាក់2កៅអីទៀតខ្ញុំកោតនេះហើយឥឡូវចាំមើលរួមគ្នាបានប្រមាណទៀតដឹកបានប្រមាណទៀតបងប្អូនបើវានៅតែជែកមកស្និត 50000 នៅឡើយនេះពួកអស់ចាយ៉ាងតែខ្ញុំផ្ទាន់គេយ៉ាងម៉េចគេនិយាយថាមិនក៏យើងមិនសែនគេសែនជែកផងគេសែនមរះផងគេសែនអីផងខ្ញុំថាបងប្អូនហើយខ្មោចវាដូចអង្គរបាលអញ្ចឹងវាដូចប៉ូលីសអញ្ចឹងបងប្អូនដែលឃើញប៉ូលីសប៉ូលីសវាចាប់ចំហិតយកលុយពីណាប៉ូលីសវាចាប់យកចំហិតយកលុយតែពីណាដែលវាស្គាល់ណាវាហោស៊ីមួយពីណាហោឲ្យតែយើងបានលុយរៀងច្រើនបន្តិចវាចាប់ចំហិតអ្នកហ្នឹងហើយវាធ្វើកិច្ចធ្វើកុកយកលុយអ្នកហ្នឹងតើបានមានន័យថាម៉េចមានន័យថាវាធ្វើទុកតែអ្នកស្គាល់ហ្នឹងបងប្អូនសែនជែកសែនអីខ្សែលហជាមួយវាខ្ញុំដែរសែនវារមុខខ្ញុំឃើញវាដែរស្គាល់ខ្ញុំអីវាធ្វើការតែជាមួយបងប្អូនហ្នឹងអាសែនជែកសែនអីវារញឹកហ្មងតែបងប្អូនមិនសែនប្រយ័ត្នបងប្អូនវារតែហ្នឹងហើយខ្ញុំមានដែរតាក់ទងអីមួយវាមានដែរស្គាល់ខ្ញុំឯណាមានអីត្រូវចាប់ចម្រិតដល់ពេលនិយាយអញ្ចឹងគាត់ដូចរឿងលេលើដែរក៏វាមិនឃើញងាប់ទៅបងប្អូនយើងក៏វាមិនឃើញងាប់ទៅនិយាយពីជំនឿងឹតមុខសុបងឹតមុខស្លុបហើយយ៉ាងហ្នឹងបងប្អូនគេមកសួរយើងថាតើត្រូវធ្វើម៉េចជួយមនុស្សអញ្ចឹងឲ្យបានយល់ត្រូវងាប់ព្រះសម្មាសម្ពុទ្ធខោញសម្ពុទ្ធរត់ដែរនេះឲ្យចុះយើងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអថាគតប្រោតសត្វតែមានឧបនិស្ស័យទេឲ្យចុះយើងអីក៏ខ្លាំងម្ល៉េះមកសួរអញ្ចឹងទៅកាន់យើងយកខួរក្បាលយើងទៅចងមួយមនុស្សអញ្ចឹងបងប្អូនកុំសុំបីតែចងជាមួយមកប្រទេសបើមានម៉ែអញ្ចឹងចងតែជាមួយម៉ែមួយហ្នឹងក៏ឈួតដែរយើងឈួតទៅសាយប្រសាទក្តៅពេកនោះម៉ែកុំធ្វើអញ្ចឹងយ៉ាកុំចេះដល់ពេលយើងចងចិត្តជាប់នឹងម្ដាយខ្លាំងពេកឃើញម៉ែវល់តែធ្វើខុសម៉ែទៅវិបស្សនាអញមិនទៅទេនឹងវិបស្សនាវិបស្សលបល់យកអីហែងយេស៊ូទៅបងនេះអ
ទៅកន្លែងវិបស្សនាហើយអញទៅថ្ងៃមុនអញលឺគេនិយាយថាគ្មានដាក់រូបព្រះផងសិតតែចឹងអីបើយើងយកចិត្តបើយើងទៅចងជាមួយគាត់ទៅឈួតទៅបងប្អូនចងតែម្នាក់ឈួតហើយចុះប្រសាទទិញចេកមិនចេះតិចញាក់បងប្អូនមើលមិនសិត 4-5 ម៉ឺនហើយយើងយកចិត្តរបស់យើងទៅចងមួយមនុស្សចឹងថាអីពេលណាយើងនិយាយអញ្ចឹងទៅត្រូវតែគេឈប់ទៅទិញចេកទាំងអស់គ្នាបើចិត្តរបស់យើងចងអញ្ចឹងយើងទៅជាឈួតណាបងប្អូនព្រះសម្មាសម្ពុទ្ធលោកសម្ដែងតែម៉េចធ្វើតែការងារយើងទៅសត្វដែលមានឧបនិស្ស័យស្ដាប់បានសត្វណាអត់មានឧបនិស្ស័យទៅតាមគាត់នឹងទៅនេះគឺជាការងាររបស់ពួកយើងត្រង់ចំណុចនេះដែលខ្ញុំនិយាយថាខ្ញុំធ្វើការចាប់អារម្មណ៍ទៅលើខ្ញុំមានការចាប់អារម្មណ៍ទៅលើពាក្យរបស់ចាន់លីខ្លាំងមែនតើដែលពួកបរទេសវាធ្វើការកត់សម្គាល់បែបហ្នឹងណាប្រទេសខ្មែរយើងកំពុងតែដេកហើយដោយកូនក្មេងកំពុងតែដេកចឹងអត់ស្គាល់ពីសិទ្ធិអត់ស្គាល់ពីអំណាចអត់ស្គាល់ពីកាតព្វកិច្ចរបស់ខ្លួនជឿប្រជាពលរដ្ឋរបស់អ្នកឯងកំពុងតែដេកលក់ហើយបើអ្នកអាចដាស់ប្រជាពលរដ្ឋរបស់អ្នកឲ្យភ្ញាក់សហរដ្ឋអាមេរិកនឹងសហការជាមួយអ្នកពេញទំហឹងវាអត់ចង់ចាប់ដៃនេះជាមួយយួនណាបងប្អូនហើយវាក៏អត់ចង់ចាប់ដៃដែរជាមួយរដ្ឋាភិបាលវាអត់ចង់ចាប់ដៃទេប៉ុន្តែត្រូវធ្វើម៉េចបងប្អូនវាមានតែផ្លូវមួយហ្នឹងបើចាប់ដៃគណៈបកប្រឆាំងវល់តែកេងឲ្យតែបានជួបទូតអាមេរិកបន្តិចជួនកាលមិនមែនគេហៅទៅជួបទេសុំជួបគេសោះតែចេញមកវិញបំផ្លើសបំផ្លោងសហរដ្ឋអាមេរិកហៅទៅជួបចេញវានឹងបាក់មុខមួយរដ្ឋាភិបាលបាទហើយបើវាជួយគណៈបកប្រឆាំងវាមើលទៅថាមន់នឹងមន់សឡជួយវាមិនឈ្នះដល់ពេលអញ្ចឹងចង់ឬមិនចង់ត្រូវតែចាប់ដៃមួយរដ្ឋាភិបាលអូវាចង់ចាប់ដៃរាល់ថ្ងៃហ្នឹងស្មាតទោសវារពួកប្រឆាំងណាអត់បានវាអត់មានមើលឃើញគណៈបកណាដែលអាចវាយឈ្នះគណៈបកកាន់អំណាចដល់ពេលអញ្ចឹងវាត្រូវតែចាប់ដៃបើវាត្រូវចាប់ដៃមួយរដ្ឋាភិបាលវាត្រូវតែចាប់ដៃមួយយួនហ្នឹងតែហ្មងវាត្រូវតែទៅអាផ្លូវហ្នឹងពីព្រោះអីពីព្រោះវាចាប់ប្រទេសខ្មែរវាអត់បានដល់ចាប់ប្រទេសខ្មែរអត់បានដើម្បីទប់ទល់ជាមួយចិនចាប់បណ្ណាំចាប់យួនហើយតែចាប់យួនហ្នឹងតែហ្មងវាត្រូវទៅផ្លូវហ្នឹងទៅទាំងមិនចង់អញ្ចឹងបានវានិយាយប្រាប់យើងថាប្រទេសខ្មែរដូចកំពុងតែលងលក់អញ្ចឹងបើសិនណាជាអ្នកញាក់សហរដ្ឋអាមេរិកនឹងសហការជាមួយអ្នកយ៉ាងពេញទំហឹងស្ដាប់ចង់ព្រឺខ្លួនបងប្អូនមានន័យថាគេមានសុខឆន្ទៈក្នុងការសហការជាមួយយើងខ្លាំងណាស់តាំងពីជំនាន់70មកម៉េចបងប្អូនមើលប៉ុន្តែទៅវាអត់រួចរឿងប្រជាពលរដ្ឋលងលក់នឹងជំនឿហ្នឹងលងលក់ទៅហ្នឹងដាស់គាត់ឲ្យភ្ញាក់ឡើងឲ្យជឿជាក់ទៅលើក្បាលខ្លួនឯងពិចារណាឃើញចាំទទួលយកបើសិនណាជាប្រជាពលរដ្ឋភ្ញាក់ត្រង់ចំណុចហ្នឹងស្រុកខ្មែរអភិវឌ្ឍវូហ្មងបងប្អូនដូចសហរដ្ឋអាមេរិកនិយាយមិញអញ្ចឹងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនិយាយមិញអញ្ចឹងបើសិនណាជាអ្នកញាក់ណាសហរដ្ឋអាមេរិកនឹងសហការពេញទំហឹងចំពោះអ្នកហើយវាប្រើពាក្យបងប្អូនចាណាមើលវាដើរជុំវិញពិភពលោកហើយប៉ុន្តែអត់មានប្រទេសណាមួយដែលគួរឲ្យស្រឡាញ់លើសពីប្រទេសខ្មែរខ្ញុំធ្លាប់ទៅប្រទេសគេខ្ញុំស្រឡាញ់ប្រទេសយើងណាបងប្អូនស្រឡាញ់ណាទៅចិនបងប្អូនអើយសាសអីមួយនឹងតោះកំណាញ់អញញឹមមិនកំណាញ់មែនទេមកខ្ញុំមើលមកជួវាយប៉ាសពតអត់មានសោចអីមកអត់វាយប៉ាសពតពុកមុខដូចគេដូចឯងទៅសុំអីវាស៊ីហ្មងណាមុខប្រទេសខ្មែរយើងអាខ្មៅអន់ចង្ងប់មកពិភពលោកទៅណាក៏គេមើលងាយឃើញអាខ្មៅនឹងងក់ស្បាល់អញញឹមសោចដាក់គេហ្នឹងខ្មែរយើងអញ្ចឹងណាមុខហ្នឹងគឺមុខអញញឹមអញ្ចឹងហ្មងមុខខ្មែរយើងមុខល្អណាបងប្អូនប៉ុណ្ណាចាប់ដកលើបន្តិចហ្មងលើហ្មងជឿថាជឿរឿងអត់សមហេតុអត់សមផលបងប្អូនជឿនោះជឿប៉ុន្តែវាមិនដឹងធ្វើម៉េចបងប្អូនមិនដឹងធ្វើម៉េចហើយយើងនឹងវាអស់លេខហើយបងប្អូនណាអាខាងបញ្យលនឹងវាអស់លេខហើយឲ្យអាមេរិកកាំងមកបញ្យលគ្នាអត់ចេះភាសាខ្មែរប៉ុណ្ណឹងធ្វើវាអត់កើតអាការងារដាស់ជាប្រអត់ភ្ញាក់ហ្នឹងមានតែយើងហើយអាយើងនឹងហើយគាត់មិនຕົកចិត្តទៀតខ្មែរគ្នាឯងគាត់មិនຕົកចិត្តទៀតចេញអាណាមួយមកក៏គាត់ថាអាណាដោយអាណាចេញអ្នកនយោបាយមួយណាមកក៏ថាអាណាដោយអាណាដល់តែយូរខ្ញុំចង់ឆ្ងល់អាមិនទៅដែលមីងពូរោអាសំដែលមីងពូរោមកទៅឲ្យតែចេញមកដឹងអាណាដោយអាណាដោយអាណាគាត់ថាតែអញ្ចឹងរហូតតែហ្មងធ្វើម៉េចអាចបអាបគារៀងវាម៉េចយើងធ្វើនយោបាយយ៉ាងម៉េចក៏គាត់ថាអាណាដោយអាណាអូយលក់យ៉ាងហ្នឹងបងប្អូនលក់ដូចស្អីប្តីនាងកៅសមន្ទីហ៎ដាស់មិនញាក់ណាហ្មងគ្នាជ្រៀងអើយជ្រៀងកៅសមន្ទីដើម្បីឲ្យអាយ៉ាក់ញាក់នឹងសមុកគុលរួនចំមុះនឹងដើរចូលមនុស្ស 4-5 នាក់នៅសមុកគុលនៅហ្នឹងវាអត់ងើបហ្មងបើជាប្រកខ្មែរដល់ដំណាក់កាលហ្នឹងបងប្អូន
ចឹងបានចេះតែបដោះកូនខ្មែរដែលអ្នកចង់ជួយប្រទេសជាតិពិតប្រាកដទៅណាសូមអ្នកមើលឲ្យឃើញការងាររបស់អ្នកគឺជាការងារប្រកបទៅដោយឧត្តមគតិខ្ពស់ណាស់ប្រជាភាពអាត្មានិយមធ្វើឲ្យបានសម្រេចក្នុងចំនួនរបស់យើងហ្មងបើធ្វើដើម្បីប្រយោជន៍តខ្លួនយើងខ្មាស់គេធ្វើមិនចេញទេបងប្អូនមកធ្វើដើម្បីសង្គ្រោះគេសោះហ្នឹងមិនបាត់ទៅជាចាញ់បងប្អូនមិនបាត់ទៅជាខ្មាស់គេមានអ្នកខ្លះពេលណាយើងចង់ពេលណាយើងនិយាយពីបាក់គេថាមិនទេកុំយកបាក់មកនិយាយអញស្អប់អាមនុស្សណាទៅណានិយាយបាក់បងប្អូនបាក់ណាគឺជាឧត្តមគតិណាវាសំខាន់គឺចេតនាក្នុងការបង្កើតបាក់នឹងមកបើចេតនាដើម្បីប្រយោជន៍តខ្លួនអាហ្នឹងមិនគួរនិយាយមែនប៉ុន្តែអានេះបង្កើតមកដោយឧត្តមគតិណាទឹកចិត្តដើម្បីសង្គ្រោះណាអញ្ចឹងទៅណាត្រូវតែស្ពាយបាក់នឹងយកទៅនិយាយរឿងអីមិនឲ្យនិយាយរឿងអីមិនឲ្យនិយាយបើឧត្តមគតិមកជីវិតបានបង្កើតទៅជាបាក់រួចទៅហើយហ្នឹងរឿងអីដែលយើងមិនឲ្យរឿងអីដែលយើងមិនឲ្យយើងទៅនិយាយទៅជួបពីណាក៏និយាយដែរយើងត្រូវហ៊ានជំនះជាមួយនឹងឧបសគ្គទាំងឡាយដោយផ្ដើមចេញពីការគិតពិចារណាពិតប្រាកដការគិតពិចារណាល្អិតល្អន់កាលណាយើងមានការគិតពិចារណាល្អិតល្អន់យើងមានទំនុកចិត្តឆ្ពោះទៅរកគោលដៅដែលយើងចង់ទៅសម្រាប់ខ្ញុំមួយខ្ញុំស្មាតទោសហាក់បីដូចជាមានការងារមួយពេញលេញសម្រាប់ជីវិតហ្នឹងណាការងារមួយហ្នឹងសូម្បីតែទៅរកស៊ីក៏នៅតែនឹកក្នុងចិត្តថាអញយកលុយមកធ្វើការងារហ្នឹងទៅធ្វើអីក៏ដោយដេកក៏ដោយដើរក៏ដោយហាត់ប្រាណក៏ដោយនឹកឃើញឲ្យមានសុខភាពល្អសម្រាប់ធ្វើការងារហ្នឹងចិត្តចិញ្ចឹមជាប់នៅលើការងារហ្នឹងសថ្ងៃបងប្អូនសប្បាយចិត្តដែលរកផ្លូវជីវិតអញ្ចឹងឃើញយល់ថាការងាររបស់យើងវាមានតម្លៃដូច្នេះជីវិតរបស់យើងមានតម្លៃមកពីព្រោះការងារហ្នឹងវាបានយឹតយោងជីវិតរបស់យើងពេលនោះយើងដឹងថាត្រូវការពារសុខភាពរបស់យើងយ៉ាងម៉េចត្រូវរៀនសូត្រយ៉ាងម៉េចត្រូវផ្គត់ផ្គង់ខ្លួនប្រាណរបស់យើងយ៉ាងម៉េចដើម្បីថែទាំខ្លួនរបស់យើងឲ្យវានៅពីព្រោះយើងមានការងារប្រកបទៅដោយឧត្តមគតិធ្វើបន្ទាប់មកទៀតលោកសួរថាព្រះអរហន្តលោកសម្ដែងថាទុក្ខធំជាងគេគឺទុក្ខព្រោះការកើតចំណែកអ្នកប្រាជ្ញលោកីយៈលោកថាទុក្ខធំជាងគេបំផុតគឺទុក្ខកើតមកពីសេចក្តីស្លាប់សេចក្តីស្លាប់គឺជាទុក្ខធំជាងគេបំផុតដល់ពេលព្រះអរហន្តលោកសម្ដែងថាទុក្ខធំជាងគេគឺទុក្ខកើតមកពីការកើតព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាខណ្ឌ5ជាទុក្ខខណ្ឌ5ជាទុក្ខពីព្រោះវាអត់មានតួខ្លួនតួសត្វតួបុគ្គលមួយដែលនៅក្នុងនឹងក្នុងខ្លួនយើងហ្នឹងវាអត់មានវាមានតែខណ្ឌ5ដែលជារបស់ធម្មជាតិអត់ស្ដាប់ពីណាស្ថិតនៅក្រោមធម្មជាតិអនិច្ចំទុក្ខំអនត្តាគុំមកធ្វើអីបងប្អូនគុំមកធ្វើអីគុំមកមានទុក្ខលៀមហ្មងបងប្អូនអង្គុយគិតបន្តិចរូបនៅក្នុងរូបមានបេះដូងមួយអារូបនឹងទាំងមូលណាបងប្អូនរូបនឹងទាំងមូលគុំឡើងដោយកូនកលបៈឬកូនអាតូមតូចដែលវាវិលអត់ស្ដាប់ពីណាទេនៅក្នុងច្បាប់ធម្មជាតិហ្នឹងអនិច្ចំទុក្ខំអនត្តាវិលទៅរកបែកធ្លាយវាអត់ស្ដាប់ពីណាទេនៅក្នុងរូបមួយហ្នឹងដែលស្ថិតនៅក្រោមច្បាប់ធម្មជាតិអនិច្ចំទុក្ខំអនត្តាហ្នឹងមានបេះដូងមួយដែលជាតួរូបដែលប៉ិនកណ្ដាប់ដៃជាតួរូបដែរស្ថិតនៅក្រោមធម្មជាតិអនិច្ចំទុក្ខំអនត្តាដែរវាវិលទៅរកបែកធ្លាយដែរប៉ុន្តែអាបកាច់មួយហ្នឹងអាបេះដូងហ្នឹងណែវាទៅផលិតចិត្តចិត្តហ្នឹងវាថៃបាត់ស្វ័យបាត់តែកើតមកពីអារបស់មិនដឹងរូបមានដឹងឯណារូបជារបស់មិនដឹងក្តាច់គេមានឈ្មោះណារូបពេលយើងងាប់ទៅរូបជារបស់មិនដឹងប៉ុន្តែវាទៅផលិតអារបស់ដឹងចង្រៃយកនេះហេតុអីបានជាវាមានប្រភពមកពីអាមិនដឹងអញ្ចឹងបើមកពីប្រភពអាដឹងយើងអាចនិយាយគ្នាបានបាត់សហការគ្នាកុំឲ្យវាងាប់មិននិយាយជាមួយវាទៅហែងធ្វើអញ្ចេះជាមួយអញកុំឲ្យងាប់អាបេះដូងហ្នឹងប៉ុន្តែអាបេះដូងហ្នឹងវាជាតួរូបស្ថិតនៅក្រោមធម្មជាតិអនិច្ចំទុក្ខំអនត្តាវាបែកធ្លាយទៅហើយអាចិត្តអីណាជាធម្មជាតិដឹងណាមានប្រភពចេញមកពីអាមិនដឹងអានិយាយស្ដាប់គ្នាមិនបានអាពិភាក្សាគ្នាមិនបានអាសោកមិនត្រូវហ្នឹងប៉ុន្តែវាជាធម្មជាតិមួយដែលដឹងរួចហើយបញ្ជាអាមិនដឹងនឹងទៅវិញទៀតណែអានឹងហើយគេហៅអន្តរកម្មរវាងកាយនិងចិត្តកាយផលិតចិត្តបញ្ជាកាយក្នុងកាយមានបេះដូងមួយបេះដូងផលិតចិត្តអាចិត្តនឹងជាបឋមប
កាយមនោបពាំងតមៀធម្មាប៉ុន្តែវាពិបាកត្រង់ថាឫសគល់របស់វាចេញមកពីបេះដូងតែបេះដូងជាធម្មជាតិមិនដឹងវិលក្រោមច្បាប់ធម្មជាតិអនិច្ចំទុក្ខអនត្តាបែកគ្នាទៅហើយតិចថាទៅរកអញឯណាក្រៅអំពីគ្រឿងប៉ុណ្ណឹងណាតិចទៅរកអញឯណាដូចនិយាយថាចិត្តមិនមែនអញទេកាយក៏មិនមែនអញដែរប៉ុន្តែមានអញមួយទៅចាប់ជាតិតិចមានអញអញ្ចឹងអត់មានអីទេក្នុងកាយហ្នឹងមានតែចិត្តហើយនឹងរូបហ្នឹងហ្មងមានតែពីរហ្នឹងឯងគុំគ្នារូបគុំឡើងដោយកូនកលាបៈឬកូនអាតូមតូចវិលក្រោមនៅក្នុងច្បាប់ធម្មជាតិក្រោមច្បាប់ធម្មជាតិអនិច្ចំទុក្ខអនត្តារួចហើយចិត្តដែលជាតួធំជាងគេនៅក្នុងកាយផលិតចេញពីបេះដូងអានឹងមិនទុកណានឹងមិនទុកគេថាទុកកើតមកពីការកើតពពុទ្ធលោកសម្ដែងថាកម្ម5ជាទុកវាអត់មានអញវាអត់មានអញវាអត់មានតួអញមួយអាងាប់ទៅហោះទៅកើតទៀតនោះវាមានតែដីទឹកភ្លើងចោតគុំតាមរបៀបមួយឡើងកើតលោឡើងមកមិនមករងទុកអានឹងមិនទុកបើកុំមានអានឹងស្អីក៏គ្មានដែរស្អីក៏គ្មានអាសបាយក៏គ្មានស្អីក៏គ្មានស្អីក៏គ្មានទាំងអស់អត់មានទាំងអស់ហើយគ្រាន់តែធ្វើឲ្យវាឈប់គុំនាងហ្នឹងបងប្អូនមិនដឹងជាប្រមាណជាតិទៅមុខទៀតទេបានវាឈប់គុំគ្នាយើងហ្នឹងព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាយកមកជល់ទៅចាក់ក្នុងផែនដីចាក់កន្លែងណាមួយក៏ចំឆ្អឹងយើងនេះវាវិលឲ្យវិលទៀតងាប់មួយឲ្យផ្ទុះបឹងមកមួយទៀតងាប់ឲ្យផ្ទុះបឹងមកមួយទៀតមកគ្រួសារហ្នឹងវាបែកខុលទៅអាខ្លះទៅកើតក្នុងគ្រួសារនោះអាខ្លះទៅកើតក្នុងគ្រួសារនោះអាខ្លះទៅកើតក្នុងគ្រួសារបញ៉ៃគ្នាចឹងទៅ100 200ជាតិទៅមកជុំគ្នាម្ដងទៅនឹងជាស្អីទៅមកទៅវល់វិលក្នុងវត្តដាក់ហ្នឹងការផ្គុំគ្នាហ្នឹងគេហៅថាកើតគេហៅថាកំណើតអាកំណើតហ្នឹងឲ្យជាទុកពួកខណ្ឌ5ជាទុកវានៅមិនបានវាទ្រាំនៅមិនបានសួរថាអាងាប់នោះជាទុកឬយ៉ាងម៉េចអាងាប់ហ្នឹងក៏មកវាកើតដែរណាអាងាប់ហ្នឹងមកវាកើតដែរតាបើគ្មានអាកើតធ្វើម៉េចមានអាងាប់អ្នកប្រាជ្ញលោកីយៈលោកថាងាប់គឺជាទុកធំបំផុតអាងាប់ហ្នឹងមកពីណាមកពីអាកើតអញ្ចឹងអាកើតនេះជាឫសគល់អាកើតជាឫសគល់តាចាស់ជរាបជាធិមរណៈនៅខាងក្រោយណាអវិជ្ជានេះឫសគល់អវិជ្ជានាំឲ្យកើតអាកើតមុនតាអញ្ចឹងកើតជាទុកប្រពន្ធលោកអត់បដិសេធទេអារឿងចាស់ជរាបជាធិមរណៈជាទុកប៉ុន្តែលោកថាធំជាងគេគឺកើតទុកអាកើតបានទុកអាជរាបជាធិមរណៈបានហើយប៉ុន្តែមនុស្សសប្ងៃគាត់យល់ថាគាត់មានខ្លួនគាត់មួយអញដល់ពេលអញ្ចឹងគាត់គួយគិតតើអញគួរបញ្ចប់ជីវិតក្នុងជាតិនេះឬទុក